ប្រជុំរឿងព្រេងខ្មែររឿងព្រាហ្មណ៍3នាក់ដណ្ដើមស្រីម្នាក់ធ្វើប្រពន្ធមាននិទានមួយថាព្រាហ្មណ៍ម្នាក់ឈ្មោះតិនស្វាមីមានកូនស្រីម្នាក់ឈ្មោះនាងមន្ទាវតីរូបឆោមលោមពណ៌ល្អលើសលែងស្រីទាំងពួងគ្មានស្រីណាប្រៀបផ្ទឹមស្មើឡើយបើបុរសណាឃើញនាងនេះតែងស្រឡាញ់ចង់បាននាងធ្វើជាប្រពន្ធគ្រប់គ្នាហើយបានប្រាប់ឪពុកម្ដាយឲ្យទៅស្ដីដណ្ដឹងដល់ព្រាហ្មណ៍តិនស្វាមីជាឪពុកព្រាហ្មណ៍តិនស្វាមីជាឪពុកមិនព្រមឲ្យដល់អ្នកចូលទៅស្ដីដណ្ដឹងទាំងអស់នោះឡើយចំណេរក្រោយមកមានព្រាហ្មណ៍3នាក់នៅក្នុងនគរនោះដែរសុទ្ធតែជាកំឡោះមានរូបរាងល្អល្អះហើយចេះសិលសាស្ត្រគ្រប់គ្នាព្រាហ្មណ៍ម្នាក់ឈ្មោះវុធ្យាកេសីព្រាហ្មណ៍ម្នាក់ឈ្មោះវុធ្យាសន្តរៈព្រាហ្មណ៍ម្នាក់ទៀតឈ្មោះវុធ្យាស្វាមីព្រាហ្មណ៍ទាំង3នាក់នេះប្រាប់ឪពុកម្ដាយចូលទៅស្ដីដណ្ដឹងនាងមន្ទាវតីកូនស្រីតិនស្វាមីព្រាហ្មណ៍ដូចគ្នាតិនស្វាមីព្រាហ្មណ៍មិនឲ្យកូនស្រីទៅព្រាហ្មណ៍ណាម្នាក់ឡើយព្រោះគិតឃើញថាបើឲ្យទៅម្នាក់មុខជា2នាក់ទៀតខឹងលុះចំណេរតមកពួកព្រាហ្មណ៍កំឡោះជាច្រើនដែលស្រឡាញ់ចង់បាននាងមន្ទាវតីធ្វើជាប្រពន្ធរាល់គ្នានោះក៏ទៅចោមរោមនិយាយចែចង់នាងមន្ទាវតីតាមអំពើចិត្តរៀងខ្លួនឯនាងមន្ទាវតីដឹងថាពួកព្រាហ្មណ៍កំឡោះចោមរោមស្រឡាញ់ដូច្នោះក៏កើតទុក្ខក្រៀមក្រំទៅជាឈឺរីងរៃស្គាំងស្គមទាល់តែខ្សែជីវិតទៅឪពុកម្ដាយក៏ធ្វើបុណ្យខ្មោចកូនស្រីនោះតាមទំនៀមឯព្រាហ្មណ៍ទាំង3នាក់ដូចចេញឈ្មោះខាងដើមដែលស្រឡាញ់ចង់បាននាងមន្ទាវតីធ្វើជាប្រពន្ធគ្រប់គ្នានោះកាលបើបានដំណឹងថានាងមន្ទាវតីខ្សែជីវិតទៅហើយក៏នៅតែជាប់ចិត្តអាឡោះអាល័យនាងនោះឥតភ្លេចម្ល៉េះហើយព្រាហ្មណ៍ឈ្មោះវុធ្យាកេសីប្រមូលឆ្អឹងធាតុនាងមន្ទាវតីយកទៅកប់នៅព្រៃមួយហើយទូនយំចាំល្បាតរៀងទៅឯព្រាហ្មណ៍ឈ្មោះវុធ្យាសន្តរៈហេតុតែមានចិត្តអាឡោះអាល័យនាងពេកក៏ទៅយំបោកខ្លួនបោកប្រាណប្រះននាលដេកនៅភ្នូរនាងនោះឯងចំណែកព្រាហ្មណ៍ឈ្មោះវុធ្យាស្វាមីក៏កើតទុក្ខសង្រេងសង្រៃឥតស្បើយសោះឡើយម្ល៉េះហើយក៏ដើរទៅពឹងពាក់សំណាក់អាស្រ័យនៅនឹងព្រាហ្មណ៍ម្នាក់ឈ្មោះរុជិស្វាមីលើកដៃសំពះសូមរៀនសិលសាស្ត្រមុនអាគមវិជ្ជាការឯរុជិស្វាមីព្រាហ្មណ៍ជាគ្រូអាចារ្យអាណិតក៏បង្រៀនវិជ្ជាស្វាមីព្រាហ្មណ៍ឲ្យចេះសិលប្រុសនិងសិលជប់ពូកែឆុតឆាប់ដូចចិត្តលុះវិជ្ជាស្វាមីព្រាហ្មណ៍កំឡោះរៀនវិជ្ជាសិលសាស្ត្រចេះមុនប្រុសជប់ស្រេចហើយក៏សំពះលារុជិស្វាមីព្រាហ្មណ៍ជាគ្រូវិលមករកព្រាហ្មណ៍2នាក់ហើយនាំទៅដល់ភ្នូរខ្មោចនាងមន្ទាវតីប្រមូលអស់ឆ្អឹងនាងនោះឡើងទើបវិជ្ជាស្វាមីព្រាហ្មណ៍បានសូត្រសែកមុនជប់ឆ្អឹងឲ្យរស់ជារូបរាងនោះល្អប្រពៃឥតឆ្កងឡើងវិញព្រាហ្មណ៍ទាំង3នាក់នោះយល់នាងមន្ទាវតីមានរូបឆោមលោមពណ៌ល្អប្រសើរដូច្នោះក៏ឆ្លោះប្រកែកជជែកគ្នាដណ្ដើមយកនាងនោះជាភរិយារៀងរាល់ខ្លួនវុធ្យាកេសីថាអញយកឆ្អឹងនាងនេះទៅកប់នៅព្រៃស្មោសានហើយអញចាំយាមល្បាតឥតអ្នកណាជួយអញសោះឡើយនាងនេះគួរតែបានជាភរិយាអញចំណែកវិជ្ជាសន្តរៈថាអញទៅទូលយមសោករក្សាភ្នូរខ្មោចនាងនេះនៅព្រៃស្មោសានតែម្នាក់ឯងនាងនេះគួរតែបានជាភរិយាអញវិជ្ជាស្វាមីថាអញស្វាទៅរៀនសិលសាស្ត្រហើយមកប្រោះនាងឲ្យរស់ដូចដើមនាងនេះគួរតែបានមកជាភរិយាអញព្រាហ្មណ៍ទាំង3នាក់ឆ្លោះប្រកែកគ្នាចង់យកនាងជាប្រពន្ធតែរៀងខ្លួនមិនដាច់ស្រេចក៏នាំគ្នាទៅដល់ចៅក្រម
ប្តឹងតាមដំណើរទីតីហើយសួរថាបើដូច្នេះតើនាងនេះបានជាប្រពន្ធរបស់អ្នកណាចៅក្រមនឹងជំនុំជម្រះរឿងនេះមិនបានក៏នាំព្រាហ្មណ៍ទាំង3នាក់ឡើងក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសពគ្រប់ប្រការព្រះមហាក្សត្រទ្រង់ព្រះពិចារណាឆ្វេងយល់ក្នុងព្រះរាជហឫទ័យស្រេចហើយទ្រង់ត្រាស់ថាឯគុណព្រះស្ដែងទាំង3នាក់នេះសឹងប្រសើរគ្រប់គ្នាគួរជាឪពុកគួរជាប្តីគួរជាកូនគឺវិជ្ជាស្វាមីដែលបានចេះសិលសាស្ត្រពូកែឆុតឆាប់មកប្រោះនាងឲ្យរស់រូបល្អល្អះដូចដើមនោះគួរឲ្យបានជាឪពុកចំណែកវិជ្ជាសន្តរៈដែលនៅចាំថែរក្សាខ្មោចនាងនោះគួរឲ្យបានជាប្តីខាងវិជ្ជាកេសីដែលមានចិត្តសប្បុរសបានយកធាតុនាងនោះទៅកប់គួរឲ្យបានជាកូននាងនោះផងហេតុម្ដេចក៏បានជាកូនហេតុតែគេបានយកធាតុនាងទៅកប់ឧបមាដូចជាកូនលើកខ្មោចម្ដាយហើយយកធាតុម្ដាយទៅកប់ហើយដល់ព្រៃស្មសាននោះឯងហេតុដូច្នេះត្រូវតែទុកជាម្ដាយហងព្រាហ្មណ៍ទាំង3នាក់បានឮព្រះបន្ទូលដូច្នោះហើយក៏សុខចិត្តគ្រប់គ្នាក្រាបថ្វាយបង្គំទទួលព្រះបន្ទូលនៃព្រះមហាក្សត្រហើយក្រាបថ្វាយបង្គំលាទៅលំនៅអាត្មាទីតីព្រះមហាក្សត្រទ្រង់កាត់សេចក្តីដូច្នេះហៅសុចរិតយុត្តិធម៌ល្អប្រពៃហង